សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកចែកម្លែកនៅមេរៀនតាក់ទងជាមួយនឹងការកោរឡាមដោយសារប្រហែលថ្ងៃមុនមានបងប្រុសម្នាក់គាត់ខមមិនឲ្យខ្ញុំជួយបង្ហាញពីតិចនិចនៅក្នុងការកោរឡាមឲ្យបានស្អាតដល់គាត់ដោយសារតែគាត់ស្ទើរខ្វះខាតនៅក្នុងការកោរឡាមអញ្ចឹងខ្ញុំក៏ឆ្លៀតបង្កើតវីដេអូជាមួយនឹងការកោរឡាមដើម្បីបង្ហាញគាត់ឲ្យបានដឹងនឹងបងប្អូនដែលគាត់ស្ទើរណាបងប្អូនហើយនេះជាដំបូងគឺយើងបាញ់ទឹកមកហើយកន្លែងដែលត្រូវកោរដំបូងបំផុតគឺជើងសក់ផ្នែកខាងក្រោមណាបងប្អូននេះជើងសក់ផ្នែកខាងក្រោមយើងកោរវាជារាងបន្ទាត់ត្រង់ប្រឈរមកបន្ទាប់មកទៀតគឺបន្ទាត់ដែលនៅចង្អុលទៅរកថ្ងាសគេយើងលៃយ៉ាងណាឲ្យបានពាក់កដាលណាបងប្អូនពាក់កដាលមានន័យថារាប់ពីអញ្ចើមគេទៅរកថ្ងាសខាងលើរបស់គេយើងលៃយកពាក់កដាលមករហូតយើងកោររាងផ្ដេកប្រឆិតអញ្ចេះយើងកោររៀងផ្ដេកប្រឆិតរួចហើយអារម្មណ៍ដែលយើងនៅសម្មែមសម្មាមនេះយើងកោរវាអស់រួចហើយយើងកោរឲ្យចេញរាងកោងណាបងប្អូនកោងឲ្យឆ្វង់ដាច់ខាតយើងមិនអាចកោរឲ្យវារាងកនិចកណាត់រាងតណអត់អាចទេយើងត្រូវកោរឲ្យចេញរាងឆ្វង់ឲ្យគេបានវាចេញរាងស្អាតបងប្អូននេះគឺរាងចេះបងប្អូនចំណាំរាងនេះទុកគឺរាងបែបនេះណាបងប្អូនហើយកូនសក់ទូចកតិចសក់អីហ្នឹងគឺយើងយកចេញមកអស់មកហើយបន្ទាប់មកទៀតជំហានបន្ទាប់មកទៀតគឺការកោរនៅលើស្លឹកត្រចៀកកន្លែងនេះគឺតម្រូវឲ្យយើងកោរយករាងកោងដូចគ្នាកន្លែងដែលយើងត្រូវដាក់ឡាមដំបូងបំផុតគឺនៅលើស្លឹកត្រចៀកហ្នឹងហ្មងគឺយើងដៅវាមាញ់ជ្រិចបន្តិចមករួចហើយចាំយើងច្នៃម៉ូដឲ្យទៅជារាងកោងកលឹងជុំវិញស្លឹកត្រចៀកហ្នឹងហើយនេះគឺជើងសក់ផ្នែកខាងក្រោមក៏យើងកោរត្រង់ប្រឈរដូចគ្នាក៏ប៉ុន្តែបងប្អូនត្រូវចំណាំណាជើងសក់អត់អាចទូចពេកក៏អត់អាចធំពេកដែរគឺជើងសក់យើងទុកមកល្មមប្រហែលជាប្រប៉ិនមួយរៀមដៃរបស់យើងណាបងប្អូនប៉ុណ្ណឹងគឺស្អាតសមរម្យហើយនេះស្នាមកោរដែលខ្ញុំកោរវាចេញរាងកោងគឺបែបហ្នឹងហើយបងប្អូនខ្លះគាត់អត់ដឹងថាត្រូវកោរកម្ពស់ណាទេអាស្នាមកោងហ្នឹងជួនកាលខ្ពស់ក៏ខ្ពស់ពេកជួនកាលទាបក៏គៀកនឹងគល់ត្រចៀកពេកអាហ្នឹងគឺយើងលៃមកសំខ្លួនយើងមកយើងលៃលោកតាមហ្នឹងទៅណាបងប្អូនហើយនេះការកោរផ្នែកកញ្ចឹងកខាងចំហៀងខាងក្រោយចុះមកខាងក្រោយយើងកោរយើងដាក់តម្រៀបផ្លែឡាមរបស់យើងឲ្យអឹបនឹងសាច់គេហើយយើងគាស់វាមួយរួចហើយយើងកិលទៅមុខប៉ុន្តែក្នុងពេលដែលយើងកិលហ្នឹងយើងលើកផ្លែឡាមឲ្យផុតស្បែកគេណាបងប្អូនកុំឲ្យយើងលើកទាំងគេហៅថាអូសផ្លែឡាមទាំងនៅមុខឡាមជាប់នឹងស្បែកគេវាទៅជាអាសាច់គេហើយបន្ទាប់មកទៀតរោមកញ្ចឹងកនេះយើងកោរមកឲ្យអស់មកដោយសារខ្ញុំចេញវីដេអូនេះគឺមួយដើម្បីឲ្យបងប្អូនឆាប់បានយល់ពីរបៀបនៅក្នុងការកោរឡាមអញ្ចឹងខ្ញុំធ្វើវាមួយអត់លឿនទេហើយនេះគឺឆ្លៀតសុំភ្ញៀវថតទេដោយសារតែរាល់ដងគឺខ្ញុំបញ្យល់ពីការកាត់សក់តែថ្ងៃនេះខ្ញុំសុំពង្រួមមកនៅត្រឹមការកោរឡាមហើយនេះគឺខ្សែបន្ទាត់ប្រឈរដែលនៅផ្នែកខាងថ្ងាសវិញអ្នកខ្លះគាត់អត់កាត់អានឹងទេបងប្អូនដោយសារថ្ងាសគាត់រៀងធំស្រាប់ហើយប៉ុន្តែអ្នកខ្លះគឺថ្ងាសគាត់ទូចង្អៀតដោះរោមច្រើនគាត់សុំឲ្យយើងកោរអាទម្រង់ថ្ងាសនឹងឲ្យគាត់អញ្ចឹងយើងក៏កោរបងប្អូនមើលពីទម្រង់របស់វាគឺជាទម្រង់បន្ទាត់ប្រឈរប៉ុន្តែរាងផ្ដេកបន្តិចណាហើយទិសដៅរបស់វាគឺចង្អុលពីថ្ងាសខាងលើបាញ់សំដៅមកចុងចើមដែលនៅខាងទួលខាងលើបងប្អូនចើមនៅខាងទួលអញ្ចឹងយើងចំណាំរូបរាងវាទុកទៅរួចហើយយើងយកត្រង់ដឺយកមកញិចសិនក៏បានដែរយើងមិនបាច់ចាំកោរយកហ្មងទេយើងយកតែត្រង់ដឺយកញិចឲ្យចេញរាងបន្តិចរួចហើយចាំយើងកោរតែម្ដងអាហ្នឹងវាស្រួលវាមិនងាយខុសបងប្អូនបន្ទាប់មកទៀតគឺស្នាមតម្រង់ថ្ងាសស្នាមតម្រង់ថ្ងាសនេះគឺយើងអូសវាតិចមកឲ្យវាចេញជារាងស្រួចនៅខាងចុងបងប្អូនស្រួចហើយផ្ទៃខាងមុខនៃស្នាមកោរតម្រង់ថ្ងាសហ្នឹងវាមានរាងកោងដូចចុងកញ្ចក់របស់យើងអញ្ចឹងដូចចុងកញ្ចក់យើងអញ្ចឹងបងប្អូនអានេះខ្ញុំកោរមកជាហៀងដើម្បីឲ្យបងប្អូនបានមើលតិចទៀតគឺយើងចូលទៅដល់មកជាហៀងទៀត
ហើយយើងនឹងភ្ជាប់អាស្នាមកោថ្ងាសហ្នឹងបញ្ចូលគ្នានេះបងប្អូនឃើញស្នាមហ្នឹងគឺស្អាតហើយនេះចូលមកដល់ចំហៀងមួយទៀតយើងដូចគ្នាបងប្អូនគឺយើងកោជើងខាងក្រោមជាដំបូងគឺកោជើងខាងក្រោមមុនកោឲ្យវាចេញរាងបន្ទាត់ប្រឈរបន្ទាប់មកទៀតយើងលៃយកពាក់កដាលថ្ងាសលៃយកពាក់កដាលថ្ងាសបើសិនមើលអញ្ចឹងហាក់ដូចជាខ្ពស់ដូចជាខ្ញុំកោខ្ពស់ណាស់អញ្ចឹងប៉ុន្តែតាមពិតគឺអត់ទេគឺខ្ញុំកោមួយទេបងប្អូនកោវាទៀបកោទៀបទេហើយសុំទោសបងប្អូនដែលមានការបាំងដៃរំខានអីដោយសារតាខ្ញុំថតប្រើជើងកាមេរ៉ាយើងពិបាករកកន្លែងទុកដាក់ឲ្យវាចំប្លង់តិចណាបងប្អូនហើយនេះគឺយើងកោបន្ទាត់ឈរឲ្យវាចេញរាងឈរស្អាតមកហើយនេះបងប្អូនមើលខ្ញុំដៅនៅលើស្លឹកត្រចៀកគឺយើងដៅស្នាមមួយសិនបន្ទាប់មកយើងកាច់ចុះមកខាងជើងសក់ខាងមុខឯនេះបងប្អូនមើលលេងទៅហើយសុំទោសផងដែលមានបាំងដៃបាំងអីដោយសារតែខ្ញុំក៏អត់បានមើលកាមេរ៉ានឹងពេញលេងដែរប៉ុន្តែក៏មិនបញ្ហាទេដោយសារតែយើងបានមើលមកជាហៀងដែរហើយអានេះគឺដូចគ្នាបងប្អូនមកខាងទៀតគឺដូចគ្នានៅពេលដែលយើងកោត្រង់ហើយកោកោងហើយគឺយើងកោជើងសក់ហ្នឹងឲ្យមានរាងត្រង់ទាំងអាក្បែរត្រចៀកទាំងអាខាងមុខយើងកោឲ្យចេញរាងត្រង់ប៉ុន្តែបើយល់ល្អបងប្អូនខាងចុងនៃជើងសក់ក្រោមនេះគួរតែមានរាងស្ដួចជាងខាងលើបន្តិចបានវាស្អាតណាបងប្អូនហើយចំណែកផ្ទៃបន្ទាត់ខាងកោងផ្នែកខាងលើនោះគួរតែខ្ពស់ពីលើស្លឹកត្រចៀកមិនបន្តិចដែរយើងមើលទៅតាមផ្ទៃក្បាលដែលនៅចំហៀងនឹងតើក្បាលគេមានផ្ទៃវែងទៅលើអត់បើសិនមានផ្ទៃវែងទៅលើអញ្ចឹងយើងលៃឲ្យខ្ពស់ពីស្លឹកត្រចៀកបន្តិចទៅស្នាមកោហ្នឹងណាបងប្អូនប៉ុន្តែបើចំហៀងក្បាលគេនឹងមានសភាពខ្លីកតុបទេមនុស្សដែលមានក្បាលខ្លីកតុបទេបងប្អូនកោកុំឲ្យឆ្ងាយពីត្រចៀកពេកដោយសារតែវាស៊ីកន្លែងធំវាធ្វើឲ្យក្បាលគេរឹតតែខ្លីទៀតឯអាចំហៀងហ្នឹងគេមើលទៅរឹតតែខ្លីនេះបងប្អូនដែលខ្ញុំកោគឺដូចគ្នាជាមួយនឹងមេរៀនដែលខ្ញុំបញ្យល់មុនហ្នឹងគឺយើងកោយើងតម្រៀបឡាមរបស់យើងមួយបន្តរហូតមកដល់កញ្ចឹងកគេហើយរោមដែលនៅកគេនេះកុំទុកបងប្អូនកោឲ្យអស់មកឲ្យវាស្រឡះស្រលែងមកហើយស្នាមឡាមយើងមើលទៅឃើញវារៀងចេញរៀងឆ្វង់មកស្អាតកុំឲ្យវាមានតំណបងប្អូនហើយបន្តមកទៀតយើងចូលដល់ថ្ងាសទៀតបងប្អូនមើលឃើញស្នាមដែលខ្ញុំឆោតនេះវាចង្អុលទៅរកចុងចើមអាផ្នែកខាងទួលខាងលើបងប្អូននឹងវាចង្អុលទៅរកអាទួលខាងលើចើមគេហ្នឹងចើមរបស់យើងមានទួលមួយខ្ពស់អញ្ចឹងអាខ្សែបន្ទាត់នេះគួរតែចង្អុលទៅរកទួលហ្នឹងព្រោះហើយយើងក៏ញិចវាហើយយើងកោវាយករៀងមកប៉ុន្តែมันប្រកាសថាគ្រប់ម៉ូតទាំងអស់ត្រូវកោអាហ្នឹងឲ្យគេទេណាបងប្អូនលើកលែងតែសម័យខ្លួនគេចង់កោឬក៏សក់របស់គេវាដុះសក់ចង្អៀតពេកដែលយើងមើលទៅវាអត់ទំនងយើងគួរតែកោឲ្យគេទៅហើយនេះខ្ញុំសូមផ្ញើវីដេអូនឹងទៅកាន់បងប្រុសម្នាក់ដែលគាត់ comment ខ្ញុំឲ្យខ្ញុំជួយបញ្យល់ពីការកោជើងសក់អញ្ចឹងថ្ងៃនេះខ្ញុំសូមជូនតាមសំណូមពររបស់បងហើយសង្ឃឹមថាបងនឹងយល់ហើយមានចម្ងល់ត្រង់ណាអាចសាកសួរមកខ្ញុំបន្តទៀតបានខ្ញុំអត់កំណាញ់ទេសម្រាប់បងផ្សេងទៀតក៏ដូចគ្នាបើបងឆ្ងល់ហើយខ្ញុំចង់ឲ្យខ្ញុំបង្ហាញវីដេអូអីមួយដល់បងខ្ញុំនឹងឆ្លៀតធ្វើវីដេអូនឹងឲ្យបងបានយល់ណាបងប្អូនហើយអរគុណដែលបានតាមដាន channel របស់ខ្ញុំហើយក៏សង្ឃឹមថាបងប្អូននឹងជួយ subscribe channel ខ្ញុំផងដោយសារ channel នេះតំតែបង្កើតថ្មីថ្មោងមែនតើអត់សូវមានគេស្គាល់ទេក៏ប៉ុន្តែចាប់ផ្ដើមមានគេចូលមើលបដាគួរសមហើយប៉ុន្តែចំនួន subscribe នៅតែតិចនេះបងប្អូនយើងមើលវីដេអូបន្តមកទៀតគឺយើងចាប់ផ្ដើមទាញខ្សែបន្ទាត់ខាងឆ្វេងខាងស្ដាំនៃថ្ងាសរបស់គេនឹងបញ្ចូលគ្នាមកហើយសម្រាប់ខ្សែបន្ទាត់ដែលនៅចំកណ្ដាលថ្ងាសហ្មងបងប្អូនវាគួរតែនៅទាបជាងខ្សែបន្ទាត់ដែលនៅខាងកែងចុងថ្ងាស
ខាងកែងណាខាងកែងហ្នឹងវាគួរតែនៅខ្ពស់ជាងចំណែកផ្នែកដែលនៅចំពីមុខថ្ងាសវាគួរតែនៅទាបជាងដូចរៀងចុងកញ្ចក់អញ្ចឹងបងប្អូនរបៀបដូចចុងកញ្ចក់យើងអញ្ចឹងដូចអក្សរ U របៀបអញ្ចឹងណានេះបងប្អូនយើងកោរួចហើយមើលស្នាមបងប្អូនមើលស្នាមដែលខ្ញុំកោឲ្យគាត់ឃើញវាលិចចេញរៀងស្អាតទេហ្នឹងគឺសមរម្យណាបងប្អូនប៉ុណ្ណឹងគឺស្អាតហ្មង